កម្ពុជារងអធិបតេយ្យទី2ឈ្មោះពេញញ៉ាដែលធ្វើឲ្យមានភ្លៀងខ្យល់កន្ត្រាក់ក្រសួងធនធានទឹកនិងអូតូនិយមបានបញ្ជាក់ឲ្យដឹងថាកម្ពុជាបានរងអធិបតេយ្យទី2ឈ្មោះពេញញ៉ាដែលធ្វើឲ្យមានភ្លៀងធ្លាក់និងខ្យល់កន្ត្រាក់យោងតាមសេចក្តីជូនដំណឹងស្តីពីស្ថានភាពទី2ឈ្មោះពេញញ៉ារបស់ក្រសួងធនធានទឹកនៅថ្ងៃទី5ខែកុម្ភៈនេះបានលើកឡើងថាបន្ទាប់ពីធ្វើការតាមដានវិភាគនិងព្យាករណ៍ស្ថានភាពអាកាសធាតុរួចមកក្រសួងធនធានទឹកនិងអូតូនិយមសូមជម្រាបជូនដំណឹងដល់សាធារណជនឲ្យបានជ្រាបថាសពីទាបដែលកើតនៅមហាសមុទ្រប៉ាស៊ីហ្វិកខាងលិចបានវិវត្តទៅជាព្យុះទី2ឈ្មោះបញ្ញាប្រទេសកម្ពុជាពុំស្ថិតនៅក្នុងគន្លងលើកដើររបស់ព្យុះនេះទេព្យុះបញ្ញានេះមានឥទ្ធិពលលើរបបខ្យល់មូសុងអ៊ីសានដែលបក់លើសមុទ្រចិនខាងត្បូងអាងទន្លេមេគង្គសមុទ្រកម្ពុជានិងលើព្រះរាជាណាចក្រកម្ពុជាក្រសួងបានលើកឡើងថាស្ថានភាពបែបនេះនឹងធ្វើឲ្យធាតុអាកាសចាប់ពីថ្ងៃទី6ដល់ថ្ងៃទី12ខែកុម្ភៈឆ្នាំ2026នៅតំបន់វាលទំនាបខេត្តបន្ទាយមានជ័យបាត់ដំបងពោធិ៍សាត់កំពង់ឆ្នាំងសៀមរាបកំពង់ធំកំពង់ចាមព្រៃវែងត្បូងឃ្មុំស្វាយរៀងតាកែវកណ្ដាលនិងរាជធានីភ្នំពេញអាចមានភ្លៀងធ្លាក់ជាមួយនឹងផ្គររន្ទះនិងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី 15% ចំណែកនៅតំបន់កំពង់រាបខេត្តកំពង់ស្ពឺបៃលិនឧត្តរមានជ័យព្រះវិហារក្រចេះមណ្ឌលគិរីជួរភ្នំដងរែកនិងតំបន់ជួរភ្នំក្រវាញអាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះនិងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី 10% ចំណែកខេត្តស្ទឹងត្រែងនិងរតនគិរីពុំមានភ្លៀងធ្លាក់នោះទេដល់ឡែកនៅតំបន់មាត់សមុទ្រខេត្តកោះកុងប្រសិទ្ធនុកំពង់កែបនិងជួរភ្នំបូកគោអាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះនិងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី 20% រលកសមុទ្រមានកម្ពស់មធ្យមអបបរមា 0.50 ម៉ែត្រនិងកម្ពស់មធ្យមអតិបរមា 1.2 ម៉ែត្រក្រសួងបានលើកឡើងថាយោងទៅលើការព្យាករណ៍ដោយបានជម្រាបជូនខាងលើសូមសាធារណជនមេត្តាប្រុងប្រយ័ត្នខ្ពស់ជាពិសេសបងប្អូនដែលធ្វើដំណើរតាមផ្លូវគោកនិងផ្លូវទឹកក្រសួងធនធានទឹកនិងអូតូនិយមនឹងបន្តធ្វើការតាមដាននិងវិភាគអំពីស្ថានភាពធាតុអាកាសដើម្បីជម្រាបជូនជាបន្តបន្ទាប់ទៀតក្នុងករណីមានការប្រែប្រួល